បងប្អូនអើយជួយសៀបដល់កម្លាំងចិត្តចិត្តគិតអ្នកមួយផងបងប្អូនតំបានជួយអុយក៏ជួយតែសៀបដល់កម្លាំងចិត្តចិត្តគិតទៅឲ្យគិតមានទឹកចិត្តការពារមាតុភូមិទាំងអស់គ្នាក៏បានឃើញវីដេអូខ្លីដែលខ្ញុំបានបង្ហាញនឹងដែរសម្រាប់ខ្ញុំនៅពេលដែលខ្ញុំឃើញវីដេអូហ្នឹងខ្ញុំមានអារម្មណ៍ថាហួសចិត្តមែនតើខ្ញុំអត់ដឹងថានិយាយបែបណាពីព្រោះវីដេអូមួយហ្នឹងមិនមែនជាវីដេអូពិតទេមិនមែនជាកងកម្លាំងរបស់យើងពិតប្រាកដដែលនៅឈរចាំនៅព្រំដែននេះទេគ្រាន់តែជាវីដេអូដែលបង្កើតឡើងដោយ AI ហើយជនឆ្លៀតឱកាសមួយចំនួនអ្នកដែលគាត់រកលុយតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងគាត់បានខ្វល់ខ្វាយបានគិតអំពីផលប៉ះពាល់បានគិតអំពីអារម្មណ៍របស់ដទៃទេគឺគាត់ធ្វើយ៉ាងណាក៏ដោយឲ្យគាត់ទទួលបានលទ្ធផលទទួលបានប្រាក់កម្រៃទទួលបានលុយតាមប្រព័ន្ធអ៊ីនធឺណិតរបស់គាត់អញ្ចឹងទៅអញ្ចឹងគាត់ក៏បានបង្កើតវីដេអូមួយដែលជាវីដេអូផលិតដោយ AI សុទ្ធគាត់យកមកបោកបន្លំឲ្យជួយចែករំលែកទៅដើម្បីលើកទឹកចិត្តទៅដល់កងកម្លាំងរបស់យើងអីចឹងទៅខ្ញុំឃើញហើយខ្ញុំមានអារម្មណ៍ថាហួសចិត្តមែនតើមិនគួរណាយើងមានបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបែបហ្នឹងបើសិនជាយើងមិនបានជួយអីឲ្យច្រើនទេយើងកុំចាំបាច់ទៅឆ្លៀតឱកាសដើម្បីទទួលបានផលប្រយោជន៍ពីរឿងរ៉ាវទាំងអស់ហ្នឹងប្រទេសជាតិរបស់យើងកំពុងជួបបញ្ហាកំពុងតែមានរឿងរ៉ាវមិនសូវល្អអញ្ចឹងទៅយើងបែរជាឆ្លៀតឱកាសទាំងអស់ហ្នឹងដើម្បីទទួលបានផលប្រយោជន៍ដើម្បីទទួលបានឱកាសសម្រាប់ខ្លួនឯងទៅវិញបើសិនជាវីដេអូនេះជាវីដេអូពិតក៏ខ្ញុំមិនថាអីដែរប៉ុន្តែវីដេអូនេះគឺជាវីដេអូដែលកើតឡើងដោយ AI សុទ្ធតែម្ដងហើយជាឱកាសដើម្បីឲ្យ page របស់ខ្លួនឯងល្បីទាក់ទាញចំណាប់អារម្មណ៍បានការចែករំលែកច្រើនបាន comment ច្រើនបានអីការចូលមើល page ច្រើនអញ្ចឹងទៅក៏យកវីដេអូនោះមកធ្វើខ្ញុំគិតថាគិតឡើងវិញពិចារណាឲ្យច្បាស់លាស់សម្រាប់ខ្ញុំវីដេអូបែបហ្នឹងគឺជាវីដេអូដែលបោកប្រាស់ទំនុកចិត្តរបស់អ្នកមើលសុទ្ធសាធអ្នកខ្លះគាត់អត់បានដឹងថាវីដេអូនេះជាវីដេអូដែលបង្កើតឡើងដោយ AI ទេគាត់គិតថាជាវីដេអូពិតជាវីដេអូដែលជាកងកម្លាំងរបស់យើងដែលកំពុងតែជួបការលំបាកតាមច្រកព្រំដែនអីចឹងទៅប៉ុន្តែវីដេអូនេះខ្ញុំចង់បញ្ជាក់ថាយើងមើលឲ្យមើលម្ដងទៀតគឺជាវីដេអូដែលបង្កើតឡើងដោយ AI ទេហើយវាក៏ជារឿងរ៉ាវដែលយើងគួរតែពិចារណាគួរតែប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំងដែរពីព្រោះ AI ឥឡូវមើលសឹងតែមិនដឹងទេពេលខ្លះយើងមើលទៅសឹងតែគិតថាវាជាវីដេអូពិតជាមនុស្សពិតអញ្ចឹងទៅគាត់បែរជាធ្វើរឿងរ៉ាវទាំងអស់ហ្នឹងគាត់អត់មានមនសិការស្នេហាជាតិគាត់អត់មានព្រួយបារម្ភអត់មានគិតខ្វល់អំពីបញ្ហាប្រទេសជាតិអីទេគាត់បែរជាឆ្លៀតឱកាសទៅវិញខ្ញុំចង់ឲ្យគាត់ឃើញវីដេអូនេះគាត់គិតឡើងវិញហើយគាត់កុំព្យាយាមឆ្លៀតឱកាសបែបហ្នឹងទៀតគិតឡើងវិញពីការបោកប្រាស់ទំនុកចិត្តរបស់អ្នកមើលបែបហ្នឹងវាមិនមែនជារឿងរ៉ាវដែលល្អនោះទេ